ថ្ងៃថ្មីប្រវត្តិតួអង្គថ្មីនៅថ្ងៃនេះយើងមកចំពីតួអង្គ Nero នៅក្នុងហ្គេម Devil May Cry Nero គឺជាតួអង្គឯកនៃចំនួនក្រោយក្នុងស៊េរីហ្គេម Devil May Cry ចាត់តាំងពីវគ្គ4និង5បើ Dante ជាអ្នកដើរតាមផ្លូវសប្បាយហើយ Virgil គឺជាអ្នកដើរតាមផ្លូវអំណាចនោះ Nero គឺជាតួអង្គដែលតំណាងឲ្យមនុស្សជាតិនិងសេចក្តីស្រឡាញ់ប្រវត្តិដើមកំណើតដំបូងឡើយគ្រប់គ្នាមិនដឹងថា Nero គឺជាកូនរបស់នរណាទេរហូតមកដល់ចុងវគ្គ DMC5 ទើបយើងដឹងច្បាស់ថា Nero គឺជាកូនប្រុសបង្ការរបស់ Virgil នោះមានន័យថា Nero គឺជាចៅរបស់ Spada និងជាក្មួយប្រុសរបស់ Dante បុគ្គលិកលក្ខណៈចរិតជាក្មេងជំទង់ Nero មានចរិតមិនសូវចេះស្ដាប់បង្គាប់ចូលចិត្តធ្វើអ្វីតាមចិត្តខ្លួនឯងនិងមានភាពឆេវឆាវបន្តិចតាមបែបផាំង Nero មើលទៅដូចមិនសូវមានចរិតដូចជាព្រះឬបិសាចខ្លាំងពេកទេប៉ុន្តែមានចរិតបែបជាមនុស្សធម្មតាវិញអាវុធនិង style ប្រយុទ្ធ Nero ប្រើអាវុធបង្ហាញពីភាពច្នៃប្រឌិត technological និង mechanical Red Queen ជាដាវដ៏ធំដែលមានម៉ាស៊ីនម៉ូតូនៅជាប់នឹងដាវគាត់អាច move gas នោះឬ rev up ដើម្បីឲ្យដាវនោះមានកម្លាំងផ្ទុះខ្លាំងជាងមុន Blue Rose ជាកាំភ្លើងខ្លីដើមធំដែលគាត់ប្រើសម្រាប់វាយប្រហារចម្ងាយ Devil Breaker នៅក្នុង DMC5 បន្ទាប់ពីបាត់បង់ដៃបិសាចឬ Devil Bringer គាត់ត្រូវបានពាក់ដៃសព្វនិមិត្តដែលបង្កើតឡើងដោយមិត្តភក្តិរបស់គាត់ដែលមានឈ្មោះថា Nico ដៃទាំងនេះមានសមត្ថភាពប្លែកៗពីគ្នាដូចជាអាចទាញសត្រូវឆក់សត្រូវឬបង្កើតទិដ្ឋភាពយឺតឬយើងអាចហៅថា slow motion តួនាទីជាអ្នកសម្របសម្រួលនេះគឺជាចំណុចដែល Nero ធ្វើបានល្អបំផុតនៅក្នុងវគ្គ5 Nero គឺជាតួអង្គតែម្នាក់គត់ដែលមានសមត្ថភាពនិងភាពក្លាហានគ្រប់គ្រាន់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាង Dante និង Virgil Nero មិនមែនត្រឹមតែខ្លាំងខាងកម្លាំងបាយនោះទេប៉ុន្តែគាត់គឺជាអ្នកដែលបង្រួបបង្រួមគ្រួសារ Spada ឲ្យត្រឡប់មកជុំគ្នាវិញទោះបីជាបងប្អូនទាំងពីរនោះនៅតែឆ្លោះគ្នាក៏ដោយភាពខុសគ្នារបស់អ្នកទាំង3 Dante ប្រើកម្លាំងបិសាចឬ Demon Power និងភាពសប្បាយ Virgil ប្រើភាពស្ងប់ស្ងាត់និងស្វែងរកអំណាចឬ Power Obsession Nero ប្រើចិត្តមនុស្សនិងការការពារ Heart and Protection ចំណុចគួរឲ្យចាប់អារម្មណ៍ Nero គឺជាតួអង្គដែលផ្លាស់ប្ដូររូបរាងច្រើនជាងគេក្នុងស៊េរីហ្គេមនេះចាប់តាំងពីសក់វែងមកជាសក់ខ្លីនិងការផ្លាស់ប្ដូរពីដៃបិសាចមកជាដៃម៉ាស៊ីន Nero ត្រូវបានអ្នកគាំទ្រចាត់ទុកថាជា Deadweight នេះជាពាក្យឌឺដងរបស់ Dante ដាក់ Nero ដែលក្រោយមកបានក្លាយជាវីរបុរសដ៏ខ្លាំងម្នាក់នេះជាការសង្ខេបខ្លីៗរបស់តួអង្គ Nero នៅក្នុង Game Devil May Cry ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ If you die without giving my sword back, I'm gonna be pissed. Then come and get it.